ទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនេះខ្ញុំបងបង្ហាញបងប្អូនថ្មីសម្រាប់ដែលបងប្អូនមិនទាន់ចេះចុះឈ្មោះបងប្អូនអាចមើលតាមវីដេអូនេះបានចឹងហើយបងប្អូនដែលទៅចុះឈ្មោះហើយបងប្អូនអាចទិញសេវាកម្មតាមតម្រូវការរបស់បងប្អូនហើយវីដេអូនេះខ្ញុំធ្វើចាប់ពីចុះឈ្មោះរហូតដល់ទិញសេវាកម្មបានចឹងហើយបងប្អូនអាចធ្វើតាមខ្ញុំបានតើយើងចាប់ផ្ដើមកុំឲ្យខាតពេលយូរយើងចូលទៅជ្រោមក៏បានទៅ browser ណាមួយក៏ណាឲ្យបងប្អូនអាចចូលទៅបានអញ្ចឹងខ្ញុំចូលទៅជ្រោមដើម្បីស្រួលអញ្ចឹងហើយសរសេរថាចាក់ follow មកបងប្អូននេះខ្ញុំធ្លាប់សរសេរហើយវា load នឹងលើនេះចុច tick មកបន្តមកខ្ញុំចុចលើនឹងទៀតអញ្ចឹងហើយបងប្អូន scroll ទៅលើពេលដែលបងប្អូន scroll ទៅលើហើយឃើញ Gmail របស់បងប្អូននៅកន្លែងនេះកន្លែងហ្នឹងចឹងបងប្អូនអាចមើលកន្លែងនេះបានបងប្អូនចុចលើនឹងមកតមកទៀតយើងចុចមកคลิกទៀតនេះចឹងហើយបងប្អូនមើលកន្លែងនេះបើសិនជាបងប្អូនចុះឈ្មោះថ្មីគឺអត់មានទឹកប្រាក់ទេហើយកន្លែងនេះគឺយើងបានទិញសេវាកម្មវាអស់ប៉ុណ្ណឹងគឺយើងទិញប្រហែលដងឬមួយច្រើនដងអញ្ចឹងគឺទិន្នន័យរបស់នឹងវាលោតឡើងហ្នឹងបងប្អូនណាអញ្ចឹងហើយបងប្អូនចូលមកកន្លែងនេះបងប្អូនមើលកន្លែងហ្នឹងគឺចុចកន្លែងនេះគឺអត់មានប្រាក់យើងចុចកន្លែងហ្នឹងមកចុចលើកតួហ្នឹងក៏បានដែរតែបើយើងចុចលើហ្នឹងមកគឺកន្លែងហ្នឹងគឺកន្លែងដាក់ប្រាក់បន្តមកទៀតបងប្អូនឃើញកន្លែងនេះយើងចុចកន្លែងហ្នឹងទៀតនេះកន្លែងនេះគឺដល់កន្លែងដែលកំណត់ថាយើងត្រូវដាក់ប្រាក់ចំនួនប៉ុន្មានបងប្អូនអាចដាក់ចាប់ពី25សេនរហូតដល់1000ដុល្លារអញ្ចឹងបងប្អូនឃើញកន្លែងនេះគឺគេដាក់កន្លែងនេះបងប្អូនឃើញគេសេដាក់ហ្នឹងគឺយើងអាចដាក់បានរហូតដល់ប៉ុណ្ណឹងអញ្ចឹងហើយខ្ញុំដាក់25សេនឲ្យបងប្អូនមើល 0.25 មកបន្តមកទៀតបង្កើត QRនេះបងប្អូនអាច screen នៅទូរស័ព្ទថ្មីក៏បានគឺបងប្អូនថត screen ក៏បានខ្ញុំ scan ទូរស័ព្ទថ្មីខ្ញុំអត់ថត screen ទេបើសិនជាបងប្អូនអាចមានកន្លែងបញ្ចូលប្រាក់ផ្សេងគឺបងប្អូនអាចទៅចូលនៅធនាគារហើយផាសទៅ QR ហ្នឹងបងប្អូនចេះណាបងប្អូនអាចប្រើបានហើយអញ្ចឹងហើយខ្ញុំ back សារថ្មីគឺខ្ញុំអត់បញ្ចូលទេគឺទឹកប្រាក់ខ្ញុំមានហើយខ្ញុំទៅបង្រៀនបងប្អូនពីរបៀបទិញសេវាកម្មវិញអញ្ចឹងហើយបងប្អូនចូលទៅកន្លែងគណនីរបស់បងប្អូនអាចទិញសេវាកម្មមួយណាក៏បានដែរអញ្ចឹងហើយបងប្អូនបើសិនជាបងប្អូនចង់បាន view TikTok ខ្ញុំឧទាហរណ៍តែ view TikTok ចុះសម្រាប់បងប្អូនថ្មីកន្លែងនេះបងប្អូនគឺឃើញ TikTok ឯងបើយើងចុចកន្លែងហ្នឹងទៅឃើញកន្លែងនេះគឺវា load TikTok សត TikTok សតអញ្ចឹងហើយបងប្អូនបើសិនជាបងប្អូនចុចទៅលើYouTube ឬមួយ Facebook អីហ្នឹងគឺបងប្អូនចុចទៅកន្លែងនេះ YouTube ចេញមកសតដល់ YouTube អញ្ចឹងទៅណាបើសិនជាបងប្អូនមិនចុចតែម្ដងគឺវាច្រើនបងប្អូនវាច្រើននៅក្នុងហ្នឹងយើងពិបាកអូសឡើងមើលអញ្ចឹងណាបងប្អូនណាអញ្ចឹងខ្ញុំចុចទៅលើ TikTok មួយដើម្បីឲ្យបងប្អូនដឹងថាយើងទិញសេវាកម្មអ្វីមើលក្នុងនេះតែខ្ញុំសារTikTok view ឲ្យបងប្អូនមើលចុះនេះនៅលើស្រាប់ TikTok view ខ្ញុំចុចលើហ្នឹងបន្តមកទៀតបងប្អូនត្រូវរើសសេវាកម្មខាងក្រោមនេះបន្តមក scroll ទៅលើបងប្អូនអាចមើលបានថាបងប្អូនត្រូវការសេវាកម្មបែបណាគឺតម្លៃសាទូថ្លៃទាំងអស់បងប្អូនគឺ TikTok គឺតម្លៃទូថ្លៃទេអញ្ចឹងបងប្អូនអាចដាក់ចាប់ពីប្រហែល 1K 2K អញ្ចឹងទៅសម្រាប់បងប្អូនដែលចង់ដាក់ឲ្យឃើញច្រើនអញ្ចឹងណាបងឥឡូវខ្ញុំដាក់ខាងក្រោមនេះមកហើយដល់ពេលទៀតយើងត្រូវការ link បងប្អូនទៅមួយទៀតទៅ link កន្លែងនេះគឺត្រូវការ link យកទៅត្រូវការទៅ link ទេអត់ត្រូវការលេខទូរស័ព្ទឬមួយអីទេគឺយើងអាចទៅយក link TikTok របស់យើងបាន
នេះគឺ TikTok ដែលថ្មីអត់មាន view សុទ្ធណាបងប្អូនអញ្ចឹងបងប្អូនចុចទៅលើនឹងមកបន្តមកទៀតបងប្អូនចុច copy link នេះឃើញទេបងប្អូនចុចពី copy link នៅលើនេះនេះកន្លែងនេះបងប្អូនយើងចុចលើនឹងមកហើយយើងទៅផាសចូលបន្តមកទៀតបងប្អូនទៅដាក់ចំនួនដែលបងប្អូនទៅចង់ដាក់ប៉ុន្មាន 1k 1k យើងដាក់ 1000 យើងអត់ដាក់ 1k ទេបងប្អូនអត់ដាក់1ហើយ k ចេះទេណាយើងអត់បានទេចឹងឲ្យបងប្អូនទៅដាក់ 1000 ចេះមកបន្តមកទៀតចំនួនដែលយើងដាក់ហ្នឹងគឺតម្លៃប៉ុណ្ណេះបងប្អូនតម្លៃប៉ុណ្ណឹងបន្តមកទៀតបងប្អូនត្រូវចុច submit តែម្ដងចឹងឲ្យបងប្អូនឃើញកន្លែងនេះឯងឃើញគេដាក់វិក័យប័ត្រឲ្យយើងមើលថាយើងទិញសេវាកម្មអីហើយចំនួនអស់ប្រមាណអញ្ចឹងទឹកប្រាក់យើងនៅសល់ប្រមាណអញ្ចឹងគឺមានលើហ្នឹងបងប្អូនចឹងឲ្យបងប្អូនអាចទៅមើលview TikTok របស់បងប្អូនបានបងប្អូនអាចទៅមើលបានឃើញអញ្ចឹងបងប្អូនពេលដែលឃើញអញ្ចឹងបងប្អូនអាចនឹង2នាទីទៅ3នាទីបងប្អូនអាចមើលបានឥឡូវខ្ញុំចាំមើលឲ្យបងប្អូនមើលចឹងបងប្អូនអាចចាំប្រហែលជា1នាទីទៅ2នាទីបងប្អូនអាចឃើញ view នឹងវាឡើងណាបងប្អូនចឹងហើយវីដេអូនឹងមានតែប៉ុណ្ណឹងបងប្អូនអរគុណជំរាបលាជួបគ្នានឹងវីដេអូក្រោយ